ពេលខ្លះការ design របស់យើងមើលទៅមិនទាន់ស្អាតគ្រប់គ្រាន់មិនប្រកាសថា scale យើងអត់ទេប៉ុន្តែអាចមកពី detail តូចៗនេះដែលធ្វើឲ្យ designer យើងមួយចំនួនតែងតែមើលរំលងកត្តាទី1ចម្បងនោះគឺ font នៅក្នុងពេលបច្ចុប្បន្ននេះខ្ញុំតែងតែឃើញថា designer ថ្មីមួយចំនួនដូចជាបងប្អូននិស្សិតឆ្នាំទី1ទី2ដែលនឹងគាត់នឹងចាប់ផ្ដើមរៀនគាត់ចូលចិត្តប្រើប្រាស់ font ច្រើនពេកនៅក្នុងការ design តែមួយខ្លះ make font មិនសូវស៊ីគ្នាធ្វើឲ្យ layout របស់យើងមើលទៅរញ៉េរញ៉ៃនិងអត់មាន consistent ជាទូទៅយើងគួរតែប្រើ1ទៅ2 font គឺគ្រប់គ្រាន់ហើយសំខាន់គឺឲ្យងាយអាននិងមើលស៊ីគ្នា clear and clean ទី2នោះគឺពណ៌គឺជារឿងដែលអ្នកមើលចាប់អារម្មណ៍មើលមុនគេបើសិនបើយើងប្រើពណ៌ច្រើនពេកឬក៏ contrast មិនត្រឹមត្រូវវាអាចធ្វើឲ្យ visual របស់យើងទាំងមូលមើលទៅច្បុកច្បល់ភ្លាមខ្លះដាក់អក្សរស្រាលហើយ background ពណ៌ស្រាលទៀតវាធ្វើឲ្យការអានរបស់យើងរឹតតែពិបាកដូច្នេះហើយបើសិនជាសម្រាប់ចិត្តយកពណ៌ណាមកដាក់សូមគិតទាំងមូលនិងភាពងាយមើលផងចំណុចទី3នោះគឺ text spacing detail តូចៗដូចជា spacing តាមពិតទៅវាប៉ះពាល់ខ្លាំងណាស់បើសិនជាកាលណាយើងដាក់អក្សរជិតពេកវាមើលទៅណែននិងពិបាកក្នុងការអានតែបើសិនជាយើងដាក់អក្សរឆ្ងាយពេកវាធ្វើឲ្យ layout ទាំងមូលរបស់យើងមើលទៅដាច់ពីគ្នា spacing ដែលល្អធ្វើឲ្យ design មើលទៅស្អាតនិងមានផាសុកភាពក្នុងពេលអានទី4គឺ element quality ពេលខ្លះការ design របស់យើងមើលទៅល្អហើយតែខូចដោយសាររូបភាព quality ទាបដូចជារូប blur icon pixel PNG មិនសូវច្បាស់ឬក៏ cut object មិនសូវស្អាតអ្នកមើលអាចនឹងមិនដឹងពី technical detail ទេតែគេអាចនឹងចាប់អារម្មណ៍ទៅលើ visual ទាំងមូលនោះថាមិនទាន់ល្អឥតខ្ចោះទេចំណុចទី5នោះគឺមិនសូវបានរៀនអ្វីថ្មីពី AI នៅក្នុងពេលបច្ចុប្បន្ននេះ AI កំពុងតែបានជួយការងារ designer យើងបានច្រើនណាស់ទាំងរក idea ជួយ workflow generate content ឬក៏សូម្បីជួយបង្រៀនការងារយើងថែមទៀតផង AI មិនអាចយកការងាររបស់ designer ទេតែ designer អាចចេះប្រើ AI ឲ្យធ្វើការលឿនជាងមុនបើសិនជាថ្ងៃនេះយើងមិនបានព្យាយាម update skill របស់ខ្លួនឯងទេថ្ងៃក្រោយយើងនឹងអាចដើរយឺតជាងអ្នកផ្សេង designer មិនមែនចេះតែ design ទេតែត្រូវចេះរៀននិងអភិវឌ្ឍខ្លួនឯងជានិច្ច flip follow